យុគត្រូវបានសម្រេចដោយជីតាផ្ទាល់នៅពេលនោះតើអ្នកអាចធ្វើបែបនោះដោយរបៀបណាភ្ញាក់ឡើងកូនដទេវភាពត្រូវបានបញ្ជូនរួចហើយអ្នកនៅតែនិយាយជាមួយខ្ញុំអំពីពាក្យសច្ចាដរាបណាគាត់ស្លាប់ពាក្យបណ្ដាំរបស់អ្នកនឹងបាត់ទៅអ្នកកំពុងនិយាយជាមួយខ្ញុំមិនសមហេតុផលអ្វីនេះជាគំនិតរបស់អ្នកឬគំនិតរបស់យុគជាការពិតណាស់វាជាគំនិតរបស់ប្អូនស្រីខ្ញុំអ្នកមិនគិតថាប្អូនស្រីរបស់អ្នកមិនចូលចិត្តអ្នកទេមែនទេនោះនឹងត្រូវរងចាំរហូតដល់យុគប្រាប់ខ្ញុំផ្ទាល់ថាគំរងចាំអីប្អូនស្រីរបស់ខ្ញុំកំពុងនៅជាន់លើកំពុងដោះស្រាយជាមួយចៅហ្វាយនេះវ័យក្មេងនៃគ្រូសាជ្រិននាងប្រហែលជាមិនចុះមកមួយរយៈទេប្រសិនបើអ្នកដឹងពីអ្វីដែលល្អសម្រាប់អ្នកសូមប្រគល់ការសម្រេចចិត្តនេះមកខ្ញុំអ្នកនិយាយថាបាទសានោះជាចេតនារបស់ខ្ញុំនោះជាចេតនារបស់អ្នកតែមែនទេតើអ្នកគិតថាខ្ញុំគួរដឹងពីមូលហេតុទេហើយអ្វីបានជាអ្នកវិប្រហារអ្នកស្នងមរតកគ្រូសាលូដែលមានការគ្រប់គ្រងពីគ្រូសាយេនៅពេលដែលខ្ញុំនៅសល់តែមួយជំហានទៀតប៉ុណ្ណោះពីការទទួលបានអង្កាំគ្រូសាយេនៅកន្លែងដ៏ស្រស់ស្អាតនេះហើយអ្នកនៅតែមានភាពក្លាហានក្នុងការសួរខ្ញុំថាហេតុអ្វីនៅក្នុងក្រសែភ្នែករបស់អ្នកតើអង្កាំចំនួន50,000លានសំខាន់ជាងទំនាក់ទំនងវ័យឆ្នាំរបស់យើងទេតើអារម្មណ៍អាចធ្វើឲ្យខ្ញុំជិះសេះបានទេតើអារម្មណ៍អាចធ្វើឲ្យខ្ញុំឈរនៅបាតពិភពលោកនេះបានទេឈិនវា3ឆ្នាំហើយអ្នកនៅតែមិនយល់ពីខ្ញុំអ្វីដែលអ្នកចង់បានមិនមែនខ្ញុំបានផ្ដល់ឲ្យអ្នកនៅអ្វីគ្រប់យ៉ាងរួចហើយយើងលែងស្ថិតនៅកម្រិតរួចគ្នាទៀតហើយអ្វីដែលខ្ញុំចង់បានគឺអំណាចនៃការក្លាយជាចំណុចកណ្ដាលនៃការយកចិត្តទុកដាក់ឋានៈនៃការត្រួតត្រាពិភពលោកនិងសមិទ្ធផលនៃការសញ្ជ័យទាំងអស់តើអ្នកអាចផ្ដល់ឲ្យខ្ញុំនៅរឿងនោះបានទេបងស្រីឈប់ខ្ជះខ្ជាយដង្ហើមរបស់អ្នកលើគាត់កំពុងអូសជើងរបស់គាត់តើគាត់ចង់ផ្សព្វផ្សាយអ្វីជាមួយប្រាក់នេះមាន5លាននៅក្នុងគណនីនេះអ្នកនឹងត្រៀមខ្លួនសម្រាប់ជីវិតចុះរឿងនេះវិញខ្ញុំនឹងបន្ថែម500ទៀតប្រើប្រាក់នេះដើម្បីនិយាយអំពីអាពាហ៍ពិពាហ៍តើអ្នកស្ថិតក្នុងស្ថានភាពបែបនេះទេប្រញាប់លែងលះខ្ញុំដោយសារតែគាត់មែនទេវាដោយសារតែយើងបានបង្កើតគូស្នេហ៍ថ្មីរួចហើយមុនពេលដែលយើងលែងលះគ្នាជៀនឈូឆេននេះជាវិធីរបស់ខ្ញុំដើម្បីជួយសង្គ្រោះអ្នកឈិនតែអ្នកដឹងទេថាគ្រាន់តែលើកកម្ពស់វងមួយនេះអ្នកបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដែលខ្ញុំបានដាក់ក្នុងអំឡុងពេលនេះខ្ញុំអាចទទួលយកអ្នកមិនធ្វើអ្វីទាំងអស់ហើយនៅផ្ទះស្ដាប់បង្គាប់ប៉ុន្តែខ្ញុំមិនអាចទទួលយកអ្នកបង្កបញ្ហាបានទេខណៈពេលដែលខ្ញុំកំពុងធ្វើការយ៉ាងលំបាកនៅខាងក្រៅអ្នកបានអូសខ្ញុំចុះដោយកម្រិតរបស់អ្នកភាពឈ្មោះនិងអំពើអាក្រក់របស់អ្នកនឹងប្រាជ័យអ្នកវង្វេងដោយគ្មានគោលដៅឆ្ពោះទៅរកភាពអសមត្ថភាពហើយអ្នកនឹងក្លាយជាលេខ1និយាយឲ្យត្រង់ទៅអ្នកមិនមានសិទ្ធិនិយាយនៅទីនេះទេឈីនតើអ្នកមានសិទ្ធិអ្វីមកនិយាយរឿងទាំងនេះប្រសិនបើមិនមែនសម្រាប់គាត់ក្នុងការធ្វើអន្តរាគមន៍នៅថ្ងៃនេះទេគ្រួសារចាស់របស់យើងនឹងត្រូវអូសចូលទៅក្នុងទីជ្រៅបំផុតដោយអ្នកគ្រាន់តែកុំដឹងគុណនៅទីនេះចៅហ្វាយវ័យក្មេងនៃគ្រួសារសិននៅពីមុខអ្នកគឺជាញាតិក្នុងចំណោមមនុស្សមិនមែនជាមនុស្សកំសាកដូចអ្នកអាចប្រៀបធៀបជាមួយបានទេក្រៅពីនេះលើកនេះអូនស្រីរបស់ខ្ញុំបានទទួលការវិនិយោគចំនួន$10,000 លានពីគ្រូសាយេហើយដោយមានជំនួយពីលោកគ្រូវ័យក្មេងសិនគ្រូសាយេពិតជាគិតថាពួកគេអាចទទួលបានការវិនិយោគចំនួន$10,000 លានពីគ្រូសាយេប្រសិនបើខ្ញុំមិនបានចេញបញ្ជាមែនទេ